អ្វីគឺជា action button setting action button setting គឺជាកន្លែងដែលប្រមូលផ្ដុំទៅដោយ template ទាំងឡាយណាដែលយើងយកមកប្រើប្រាស់នៅពេលថ្ងៃមុខអញ្ចឹងនៅក្នុងនេះគឺខ្ញុំផ្ដោតសំខាន់ជាងគេគឺ get start template ដែលជាកន្លែងមួយសម្រាប់អតិថិជនថ្មីដែលគាត់បានធ្វើការឆាតមកកាន់ page យើងនៅពេលដែលគាត់ចុចពាក្យថា get start យើងចង់ឲ្យ system យើងនឹងឆ្លើយតបអ្វីទៅកាន់ភ្ញៀវឧទាហរណ៍ថាបើសិនជាភ្ញៀវគាត់ get start យើងផ្ញើជាអក្សរឬក៏រូបភាពឬក៏វីដេអូឬក៏ជាប្រភេទ carousel ដែលមានរូបភាព slide អាហ្នឹងគឺយើងធ្វើនៅក្នុង get start setting នឹងឯង get start setting នៅពេលដែលយើងចុចមកដំបូងបាទអានេះដោយសារតែខ្ញុំបានធ្វើការកែប្រែហើយអញ្ចឹងពេលដែលយើងធ្វើការកែប្រែនៅពេលដែលភ្ញៀវគាត់ចុច get start ភ្លាមនោះ system វានឹងធ្វើការផ្ញើជាសំឡេងផ្ញើជាអក្សរបន្ទាប់មកវានឹងធ្វើការផ្ញើជា carousel នេះបាទ carousel នៅក្នុង carousel នីមួយៗមានរូបភាពមានប៊ូតុងមានរូបភាពយើងអាចដាក់បានច្រើនស្លាប់អញ្ចឹងណាហើយនៅក្នុងប៊ូតុងនីមួយៗនេះយើងអាចធ្វើការដាក់អីផ្សេងទៀតក៏បានដែរហើយបើសិនជាយើងចង់ឲ្យវា call ហៅអីផ្សេងអាហ្នឹងគឺយើងទាញវាយកពី bot reply ណាយើងចុចលើវានេះដែលយើងយកពាក្យថា start a flow ហើយយើងហើយកពាក្យថា flow name ដែលយើងហើយកនៅ template ដែលយើងបានបង្កើតឲ្យស្រាប់នៅក្នុង bot reply យើងមកប្រើអញ្ចឹងខ្ញុំចូលមកវិញនេះបើសិនជា page ថ្មីណា page ថ្មីវានឹងចេញបែបនេះបាទខ្ញុំសុំទៀតមកខ្ញុំសុំយកនេះខ្ញុំសុំយក page នេះតែម្ដងបាទបន្ទាប់មកខ្ញុំហើយយកពាក្យថា action button setting ហើយខ្ញុំហើយយកពាក្យថា get start template ពេលដែលចុចមកគឺថ្មីបែបនេះអញ្ចឹងនៅពេលដែលភ្ញៀវគាត់ get start យើងចង់ឲ្យផ្ញើអីអញ្ចឹងជាដំបូងគឺខ្ញុំចង់ឲ្យសរសេរជាអក្សរអញ្ចឹងខ្ញុំគ្រាន់តែចុចលើវាពីរដងខ្ញុំគ្រាន់តែសរសេរមកដាក់ថាបាទសួស្ដីបងដកឃ្លាខ្ញុំចុចអានេះដើម្បីដាក់ឈ្មោះភ្ញៀវហើយខ្ញុំដាក់ថាអរគុណសម្រាប់ការឆាតចូល page ចឹងទៅបន្តមកទៀតខ្ញុំចង់ឲ្យវាបង្ហាញជាអ្វីទៅទៀតខ្ញុំគ្រាន់តែចុចអូសចេះមកខ្ញុំចង់ឲ្យវាបង្ហាញជារូបភាពមួយសន្លឹកបាទអញ្ចឹងខ្ញុំចុចលើវាពីរដងខ្ញុំហើរូបភាពដែលខ្ញុំចង់ធ្វើការឲ្យវាបង្ហាញខ្ញុំយករូបនេះចុះហើយចុចនេះហើយចុចដានបាទអញ្ចឹងនៅពេលដែលវាបង្ហាញរូបភាពហើយតើយើងចង់ឲ្យវាធ្វើការបង្ហាញអ្វីទៀតយើងគ្រាន់តែចុចចេះមកអញ្ចឹងខ្ញុំឲ្យវាបង្ហាញជាសំឡេងអញ្ចឹងខ្ញុំគាត់រើសយកជាសំឡេងមកខ្ញុំចុចលើវាពីរដងត្រង់កន្លែងសំឡេងនេះគឺវាស្គាល់បានតែជាប្រភេទ MP3 ទេនេះ MP3 ទេអញ្ចឹងសម្រាប់បងដែលគាត់អត់ដឹងគឺជាដំបូងគឺយើងត្រូវធ្វើការ voice ទៅកាន់ Telegram របស់យើងទៅហើយយើងគ្រាន់តែធ្វើការ save អាសំឡេងនឹងយកមកចូលទៅ convert មកតង់ទៀតខ្ញុំនឹងដាក់វីដេអូ link របៀបធ្វើអាហ្នឹងណានៅក្នុង description នឹងថែមអញ្ចឹងខ្ញុំគ្រាន់តែរើសបាទខ្ញុំរើសមើលសំឡេងរបស់ខ្ញុំឧទាហរណ៍អញ្ចឹងហើយខ្ញុំយកនេះបាទតបមកខ្ញុំបើនេះសំឡេងចុះបើសិនជាចេញសំឡេងហើយយើងចង់ឲ្យវាចេញអីទៀតយើងអូសបន្ថែមទៀតមកណាបាទហើយបើសិនជាយើងចង់ឲ្យវាចេញជាប៊ូតុង pop up ឡើងយើងចុចយកអា quick reply នេះយើងអាចដាក់ថាពណ៌មានបន្ថែមអីយ៉ាងទៅហើយយកពាក្យថា start a flow ហើយខ្ញុំដាក់ថាសេវាកម្មផ្សេងៗបន្ទាប់មកត្រង់កន្លែង flow name នេះខ្ញុំហៅមើលសេវាកម្មផ្សេងៗតែដោយសារតែខ្ញុំអត់មានអញ្ចឹងខ្ញុំអាចធ្វើការយកជា info ទៅនៅពេលដែលភ្ញៀវគាត់ចុចទៅលើហ្នឹងវានឹងបង្ហាញអា bot reply ដែលយើងបានបង្កើតនៅក្នុង info នោះមកអញ្ចឹងខ្ញុំ save អូខេខ្ញុំនឹងតេស្តឲ្យបងប្អូនទាំងអស់គ្នាមើលដែលយើងគ្រាន់តែធ្វើការចុចទីនេះមកចុចមកវានឹងធ្វើការបង្ហាញឲ្យយើងមើលតែម្ដងបាទហើយខ្ញុំចុចអានេះ message អញ្ចឹងអានេះខ្ញុំនឹងធ្វើការលុបចោលវិញបាទខ្ញុំលុបចោលហើយខ្ញុំចុច message ម្ដងទៀតនៅពេលដែលភ្ញៀវគាត់ធ្វើការចុច get start នោះវានឹងធ្វើការទី1គឺផ្ញើជាអក្សរមកកាន់យើងបាទឃើញទេជាអក្សរបន្ទាប់មកវានឹងធ្វើការផ្ញើជារូបភាពបន្ទាប់មកទៀតវានឹងធ្វើការផ្ញើជាសំឡេងឲ្យយើងបន្ទាប់មកវានឹងធ្វើការផ្ញើជាអាឡនិកសេវាកម្មផ្សេងៗអញ្ចឹងនៅពេលដែលយើងចុចទៅលើសេវាកម្មផ្សេងៗនោះវានឹងធ្វើការផ្ញើនៅព័ត៌មានដែលយើងបានចងក្រងទុកពីមុនមកឃើញទេអញ្ចឹងអាហ្នឹងគឺវាបែបហ្នឹងឯងហើយបើសិនជាយើងចង់កែប្រែវាយើងគ្រាន់តែធ្វើការចូលមកកាន់ត្រង់កន្លែង action button setting ហ្នឹងម្ដងទៀតមកហើយយើងរើសយកពាក្យថា get start template ចុចត្រង់ហ្នឹងមកវានឹងធ្វើការឲ្យយើងកែយើងចង់លុបវាចោលបាទយើងចង់ដាក់អីផ្សេងទៀតក៏បានដែរអញ្ចឹងត្រង់នេះយើងដាក់អក្សរធម្មតាឬក៏យើងចង់ដាក់ជាសំឡេងបើវាយើងខុសយើង control set វាមកវិញមកវាមកធម្មតាវិញនេះអញ្ចឹងអានេះគឺខ្ញុំចង់ដាក់សំឡេងមុនអញ្ចឹងខ្ញុំគ្រាន់តែទាញអានេះមកទាញអានេះយកមកដាក់សំឡេងមកបន្ទាប់មកខ្ញុំធ្វើការដាក់អក្សរបាទដាក់អក្សរមកហើយអានេះ quick reply ខ្ញុំដាក់ធម្មតាបន្តមកទៀតអ្វីដែលយើងត្រូវធ្វើបន្ថែមបើសិនជាយើងអត់ប្រើ quick reply យើងលុបវាចោលហើយយើងចង់ប្រើអីផ្សេងយើងទាញមក
បើយើងចង់ប្រើជាប្រភេទ carousel ជាប្រភេទរូប slide ណាបាទ slide មានឆ្វេងស្ដាំយើងយកនេះមកហើយអ្វីដែលយើងត្រូវធ្វើនេះយើងចុចលើ2ដងយើងធ្វើការដាក់រូបភាពដាក់ចំណងជើងដាក់ subtitle បាទដាក់មកហើយកន្លែងប៊ូតុងនេះគឺយើងធ្វើការពេលដែលភ្ញៀវគាត់ចុចចង់ឲ្យវាទៅណាអានេះគឺយើងធ្វើខ្លួនឯងណាបើយើងយកពាក្យថា start a flow មានន័យថាយើងត្រូវរើស flow ដែលយើងបានបង្កើតហើយពីមុនដូចអានេះចឹងគេនេះគេ start template ដែលយើងបានបង្កើតហ្នឹងណាហើយបើសិនជាករណីយើងរើសយកនេះ redirect to website URL នេះអាហ្នឹងគឺមានន័យថាយើងដាក់ website ឬ Telegram link របស់យើងមកបាទយើងអាចដាក់ថា more info ជាមកហើយខ្ញុំចុចនេះហើយយើងចុចអានេះមកទៀតយើងដាក់គេយើងដាក់ special offer យើងទៅចឹងខ្ញុំគាត់ណាឧទាហរណ៍ទេដោយសារតែនេះខ្ញុំនឹងយកពាក្យថា contact ហើយដល់ពេលនេះខ្ញុំដាក់ពាក្យថាចុចមើលមុខងារអញ្ចឹងឥឡូវមុខងារនេះខ្ញុំយកគេ start a flow ហើយខ្ញុំហៅយកពាក្យថានេះ info បាទអញ្ចឹងអានេះយើងអាចធ្វើការដាក់រូបភាពបានចុចមកដាក់រូបភាពរបស់យើងចូលមកបាទនេះខ្ញុំដាក់រូបភាពនេះមួយហើយនេះយើងត្រូវដាក់ថាចុចមើលហើយនេះសូមចុចបាទខ្ញុំដាក់នេះវាបានរូបភាពមួយដល់ពេលនេះយើងដាក់មួយទៀតមកយើងចង់ដាក់អីគេយើងដាក់មកបាទតែរូបភាពវាស្គាល់តែជាប្រភេទរូបភាព4ជ្រុងណាយើងចំណាំបើមិនរូប copy ហ្នឹងគឺវាអត់ស្អាតទេចុចមើលអានេះអាទី2នេះគឺ context ចឹងយើងដាក់មក context ទំនាក់ទំនងអូខេដល់ពេលអាទី3នេះយើងចុចលើវាមកយើងហៅយកផ្សេងទៀតមកបាទខ្ញុំឧទាហរណ៍ទេចាទី3នេះគឺ info អញ្ចឹងយើងវាយពាក្យមកថាហើយនេះអញ្ចឹងយើងបានទេ3អញ្ចឹងខ្ញុំចុចផងនេះចុច array ហើយខ្ញុំ save អានេះមានន័យថាវាខុសព័ត៌មានអញ្ចឹងយើងត្រូវមើលថាខុសអីនេះយើងត្រូវចុចលើនេះចុចវាមកប៉ាក់មកវាឲ្យយើងបើកអានេះអូខេហើយខ្ញុំ save មួយទៀតបាទបានហើយណាអញ្ចឹងខ្ញុំគ្រាន់តែចូលទៅកាន់ page មកហើយខ្ញុំតេស្តឲ្យមើលម្ដងទៀតបាទចាំមកចំណាំទី1ពេលដែលយើងចុច get start វានឹងធ្វើការផ្ញើជាសំឡេងឲ្យយើងបន្ទាប់ពីវាផ្ញើជាសំឡេងហើយវានឹងធ្វើការផ្ញើជាអក្សរឲ្យយើងបាទអក្សរហើយវានឹងធ្វើការផ្ញើជា carousel បែបនេះឃើញអត់បាទ carousel បែបនេះមើលទៅគឺវាមើលទៅតំណងពេលដែលភ្ញៀវគាត់ចុចទៅលើ more info វានឹងធ្វើការចូលទៅតម្លៃដែលយើងបានរៀបចំដាក់ឃើញទេហើយបើសិនជាភ្ញៀវគាត់ចុចទៅលើ special offer វានឹងធ្វើការផ្ញើនៅ bot reply ដែលយើងបាន select នេះលេខទូរស័ព្ទរបស់យើងហ្នឹងទៅហើយនៅពេលដែលភ្ញៀវគាត់ចុចលើមុខវានឹងធ្វើការផ្ញើនៅព័ត៌មានអត់ដូចជា info ដែលយើងបានដាក់មកអានេះគឺវាល្អមែនតើបាទអញ្ចឹងសម្រាប់បងៗដែលគាត់មើលឲ្យអត់យល់ទេអាចសាកសួរបានព្រោះមុខងារនេះគឺវាល្អបាទអរគុណ